បងប្អូនមកមើលរោងចក្រខ្ញុំធ្វើនេះឡានដឹកអីវ៉ាន់ចេញឡានដឹកអីវ៉ាន់ចេញមួយឡានទៀតស្អែកចេញមួយឡានទៀតនេះម៉ាស៊ីនធ្វើម៉ាស៊ីនកាត់ដែកកាត់មកដែកនេះកតិចដែកនេះស្លាបកង្ហាល់ស្លាបកង្ហាល់ម៉ាស៊ីនចងកង្ហាល់នេះពុំនេះពុំវាយកង្ហាល់បងប្អូនពុំដែកអត់ទាន់វាយនេះពុំពេលវាយមកហើយបានចេញដូចនេះលេខ30នេះដងកង្ហាល់ពេលនេះវាយបត់នេះពុំវាយបត់ម៉ាស៊ីន CS 150ដឹងអីគេទេអត់ចេះទេវាយហើយនេះវាយដាក់ឡើងដាក់កេះយកទៅឲ្យគេដឹកយកឲ្យគេនេះពុំកាត់ដងកង្ហាល់នេះពេលកាត់បានមកអត់ទាន់បត់នេះជីងថ្លឹងកង្ហាល់ថ្លឹងអីវ៉ាន់នេះនេះកន្លែងម៉ាស៊ីនវាស់ស្ទង់កង្ហាល់វាវិលល្អមិនល្អអីគេមកដាក់វាស់កន្លែងហ្នឹងពេលអត់ត្រឹមត្រូវចំនួនវិលវាថែមដែកនេះកន្លែងពុំចង្កត់កង្ហាល់មួយទៀតនេះពួកអាលេខធំគេមកចង្កត់ឡើងនឹងទូកន្លែងដាក់សម្ភារៈផ្លាស់ប្ដូរនេះដែកដេរ៉ាខ្មែរយើងហៅដេរ៉ាកាត់ដាក់ទូខោអាវទូកន្លែងធ្វើខោអាវព្រោះអីរោងចក្រលើមានកន្លែងទូធ្វើខោអាវនេះដុំកង្ហាល់នេះស្លាបកង្ហាល់ពួកធំពួក50 35នេះដុំក្របមូលមិញគេយកមកភ្ជាប់ឡើងនេះក្របកັບស្លាបកង្ហាល់ពេលនេះគេកັບគេសោកចូលដាក់ស្លាបវាមក
នេះផ្សេងមិនតាក់ទងនឹងហាល់នេះប្រហែលជាតាក់ទងនឹងគ្រឿងឡានគ្រឿងអីផ្សេងច្រើនណាស់ក៏ច្រើនណាស់អត់ដឹកចេញតើបានដឹកចេញក៏ច្រើនកន្លែងឃ្លាំងស្តុបដែកនេះដែកសម្រាប់កាត់ទៅស្លាបហាល់អីហ្នឹងនេះជើងហាល់ផ្សារហើយលេខធំជាងគេនេះលេខ50 BF ហ្នឹងលេខធំជាងគេហើយ200ចំនួន200ហើយនេះកន្លែងកាត់កងកង្ហាល់កាត់កងវងមូលកាត់វងមូលដូចហ្នឹងចេញមកដូចហ្នឹងនេះសិនតែខ្ញុំមិនអត់ចេះកាត់អាហ្នឹងក៏តកែមិនចេះកាត់នេះកាត់ចេញមកដូចនេះកន្លែងតម្រង់ដែកសល់បន្តិចវាតែអត់ទាន់កាត់កងដូចនេះកងចាដែកហ្នឹងថាភ្លៀងមកក៏វាឡើងខ្ញាដែរនេះ30 B F នេះនឹងម៉ូទ័រកង្ហាល់ម៉ូទ័រនេះម៉ូទ័រវាចែកបងប្អូនម៉ូទ័រកង្ហាល់នេះម៉ូទ័រនេះដឹកមកចេញពីចិនអត់ចេញពីស្រុកចិនទេតែឡូវតកែដាក់រ៉ូបូតនេះដៃវានេះគេផ្សារថ្ងៃមិញឃើញគេមកតម្លើងវាថាថ្មីដោយសារផ្សារអត់ទៅស្អាតពេលនេះរ៉ូបូតផ្សារនេះកន្លែងបញ្ជាវាកន្លែងហ្នឹងកន្លែងខ្ញុំធ្វើនេះពេលកាត់ហើយគេបត់មកចេញអញ្ចឹងពេលចេញអញ្ចឹងហើយពេលគេផ្សារមកចេញដូចនេះលេខធំ50នេះសិនដៃកាត់ដៃកាត់ជើងហាល់នេះសិតផ្សារសាកមើលម៉ាស៊ីនកាត់ដែរសិនកាត់ដែកស្លឹកនេះទូផ្សារនេះពីមុនកន្លែងខ្ញុំផ្សារនេះសិតពុំពីមុនផ្សារដៃតែឥឡូវគេដាក់ទិញរ៉ូបូតថ្មីមកផ្សារតែផ្សារមិនមែនផ្សារធុកទេផ្សារលក់នេះលក់ចេះកន្លែងផ្សារហើយឥឡូវទំឡើងម៉ាស៊ីនមួយទៀតនេះម៉ាស៊ីនកាត់ដែកធ្វើទូដាក់ខោអាវទូដាក់សភៅទូអីហ្នឹងពុំគេកាត់អាដែកនេះដែករបៀបនេះតែខ្ញុំអត់ទាន់ចេះធ្វើឡើយម៉ាស៊ីនឡើយនេះមានតែប៉ុណ្ណឹងហើយនេះកន្លែងស្ទូច
ស្ទូចដែកសម្រាប់ស្ទូចដែកបងប្អូនឃើញខាងលើស្ទូចបានប្រហែលតោនជីកិឆាព្រោះនឹងសិតមានកាមេរ៉ាចាំមើលខ្ញុំបង្ហាញកាមេរ៉ាឲ្យមើលកាមេរ៉ាមុខក្រោយណាកាមេរ៉ានេះកាមេរ៉ាមុខក្រោយកាមេរ៉ាមុខពីរគ្រាប់ក្រោយពីរគ្រាប់មានអេក្រង់សម្រាប់មើលហើយមុខក្រោយវារួមទំនើបប្រហែលឡានណាជីកិឆាគេទំនើបប្រហែលឡានហើយនេះមកគ្រឿងទៀតជីកិឆាចាស់ហើយយូរហើយពីឆ្នាំណាមកខ្ញុំទៅមកធ្វើការដែរហើយនេះម៉ាស៊ីនធំនេះអាពុំវាយកន្លែងដែកគេបញ្ឆោតតម្រង់ជួរឲ្យមើលខ្ញុំឲ្យមើលនេះពុំធំមកមើលប៉ុណ្ណានៃលន់លឺខ្លាំងបំពងរោងចក្រដាំងថ្លង់ខ្លាំងកន្លែងខ្ញុំធ្វើការនេះទឹកកាត់ចេញមកហើយបើម៉ាស៊ីនមួយនេះរឹតថ្លង់ទៀតអានេះចាស់ថ្លង់ខ្លាំងអុកលន់ដាំងរួមអុកបំពងឡើងអ្នកនៅផ្ទះចិត្តហ្នឹងមកថាឲ្យតែមកថាឲ្យតកែខ្ញុំមិនអត់ដឹងទេអស់ហើយបងប្អូនមានតែមកប៉ុណ្ណឹងទេរោងចក្រខ្ញុំធ្វើការរាល់ថ្ងៃតែអត់មានម៉ោងថែមជាប្រាក់ខែគូលកាត់ហើយរលលុយផ្ញើផ្ទះអត់ចង់បានតែអាំងនៅនេះមានការស្រួលអត់ថាឲ្យខ្ជិលដូរនឹងដូរតាណាបាក់រកការងារដូរណាមួយធ្លាប់ធ្វើការច្រើនពេកក៏ហត់បាយ